អ្នកនាងប្រធានជាងនេះគឺជាបង្កងយៈដែលអ្នកនាងបានដេញថ្លៃតម្លៃជាង30,000បើមើលចាប់លោកទៅសិទ្ធិដើម្បីតែការប្រើបងប្អូនរបស់ឯងពួកយើងសម្ដែងធ្វើជាអ្នកក្រជាង3ខែមកហើយទីបំផុតពួកយើងអាចញ៉ាំរបស់ឆ្ងាញ់បានហើយក៏ប៉ុន្តែតើពួកយើងញ៉ាំហូបទាំងអស់នេះអាចនឹងត្រូវបងប្រុសរបស់ឯងគេដឹងទេមិនអីនោះទេញ៉ាំទៅអ្នកទាំង3តើអ្នកទាំង3បានដោយពីណាទិញរបស់ឆ្ងាញ់ទាំងអស់នេះមិនមែននោះទេពេលដែលពួកយើងទៅរើអេតចៃមុនហ្នឹងឃើញមនុស្សមួយក្រុមញ៉ាំហូបទាំងអស់នេះសោះនៅលើតុមើលហូបទាំងអស់នេះទៅដូចជាខ្ជិះខ្ជាយខ្លាំងណាស់បងស្រីឈប់និយាយទៀតទៅខ្ញុំមិនអាចគ្រួសាររបស់ពួកយើងព្រោះនៅតែលំបាកបែបនេះទេខ្ញុំឥឡូវនេះនឹងហៅបងថ្លៃមកពួកឯងទាំងពីរបានស្រឡាញ់គ្នាអស់ជាង5ឆ្នាំមកហើយឥឡូវនេះរៀនចប់ថ្នាក់បណ្ឌិតគួរតែជាពេលវេលារៀបការហើយក៏ប៉ុន្តែខ្ញុំមិនតបាននិយាយជាមួយនឹងអនាគតគូដណ្ដឹងរបស់ខ្ញុំថាពួកយើងនឹងរៀបការឆាប់ៗនេះទេស៊ីជីអូនឃើញបងតែកដោដែលអូនជួយចិត្តជាងគេទេបងតែនិយាយអូនអរគុណអ្នកទាំងអស់គ្នាហេតុអីបានជាស្លៀកពាក់បែបនេះស៊ីជីមើលទៅគ្រួសាររបស់អូនពិតជាដូចគេនិយាយមែនគឺខ្សែធនហើយត្រូវឲ្យបងថ្លៃពេលដែលបងសិនរបស់ខ្ញុំរៀបការជាមួយបងហើយបងត្រូវធ្វើល្អចំពោះគាត់ពួកយើងមកទីនេះគឺដើម្បីនិយាយរឿងមង្គលការនៅក្នុងប្រអប់នេះគឺជាចំនួនឲ្យថ្លៃបណ្ណាការច្រើនបំផុតគឺមានលុយ50,000តិចបំផុតគឺ10រៀលយកបានលុយប៉ុណ្ណាគឺអាស្រ័យទៅលើសំណាក់របស់នាងហើយតើនេះមានន័យថាយ៉ាងម៉េចមិនក៏ជាกระดาษ10រៀលអញ្ចឹងមនុស្សសេចក្ដីជាង5ឆ្នាំតែបំផុតបងយកលុយ10រៀលមកប្រមាថអូនវាគឺជាតម្លៃរបស់នាងនឹងហើយពីមុនគ្រួសាររបស់នាងគឺជាគ្រួសារអ្នកមានហើយឥឡូវនេះខ្ញុំក៏មិនចង់ឲ្យកូនប្រុសរបស់ខ្ញុំតែលំបាកវេទនាជាមួយពួកនាងដែរប៉ិតមែនហើយអូនឥឡូវនេះអាចរៀបការជាមួយបងគឺជាសំណាងរបស់អូនទៅហើយអញ្ចឹងខ្ញុំគួរតែអរគុណលោកអរគុណដែលធ្វើឲ្យខ្ញុំដឹងពីស្បែកមុខពិតប្រាកដរបស់លោកមុនពេលរៀបការនេះហ៊ានតែកំភ្លៀងកូនប្រុសរបស់ខ្ញុំផងចាប់មកខ្ញុំវាយទៅវិញយ៉ាងម៉េចអញ្ចឹងតើបានជាប្រហែលឆ្នាំនេះកូនប្រុសរបស់ខ្ញុំមិនមានភាពរីកចម្រើនជាមួយនាងតែបែរជាមានចំណងទំនាក់ទំនងល្អជាមួយនឹងកូនស្រីគ្រួសារលីទៅវិញគេនោះទៅជាអ្នកនាងគ្រួសារអ្នកមានពិតប្រាកដបែកគ្នាទៅបងនឹងរៀបការជាមួយកូនស្រីគ្រួសារលីខ្ញុំមិនខ្វល់ថាលោកទៅរៀបការជាមួយអ្នកណាគេទេឆាប់ឲ្យលទ្ធផលការស្រាវជ្រាវដែលខ្ញុំបានបង្កើតកំឡុងពេលដែលខ្ញុំរៀនថ្នាក់បណ្ឌិតឲ្យខ្ញុំវិញអូនកុំស្រមៃវាគឺជារបស់បងទេបងថ្លៃហ៊ានដណ្ដើមយកលទ្ធផលស្រាវជ្រាវរបស់បងស្រីខ្ញុំផងអ្នកណាគេឲ្យលទ្ធផលស្រាវជ្រាវរបស់នេះទទួលបានពានរង្វាន់ថ្ងៃស្អែកនេះកម្មវិធីនៅក្រុមហ៊ុនចឹងអ៊ីក្រុមនឹងប្រកួតរង្វាន់ឲ្យកូនប្រុសរបស់ខ្ញុំហើយពេលដែលពួកយើងទទួលបានរង្វាន់ហើយពួកយើងនឹងទៅសុំគ្រួសារលីភ្ជាប់ពាក្យជាមួយនឹងកូនស្រីរបស់ពួកគេក្រុមហ៊ុនចឹងអ៊ីក្រុមមិនខុសទេគឺដំណើរគ្រួសាររបស់អូនណាឥឡូវនេះខ្លាចជាក្រុមហ៊ុនដែលមានតម្លៃថោកជាងគេបំផុតនៅទីក្រុងនេះពីថ្ងៃស្អែកតទៅបងគឺជាមនុស្សដែលនៅក្រោមគេម្នាក់លើមនុស្សរាប់រយនាក់កុំភ្លេចមកអបអរសាទរភាពជោគជ័យរបស់បងផងបានតើចេញតើការងារដែលខ្ញុំឲ្យលោកធ្វើរៀបចំហើយឬនៅរៀបចំឲ្យអ្នកនាងប្រធានបងស្រីយ៉ាងម៉េចហ្នឹងបងស្រីនេះគឺជាកាដូដែលខ្ញុំបានសន្សំលុយទិញជូនបងគ្រាន់មើលបងប្រុសរបស់បងចេះគិតហើយអេបងស្រីតើបងមុននឹងនិយាយជាមួយនរណាគេបងបាត់បងស្នេហាគឺនិយាយតែម្នាក់ឯងទេបងស្រីបងកុំបារម្ភខ្ញុំថ្ងៃស្អែកនេះទោះបីជាខ្ញុំសូមច្បាប់ក៏ខ្ញុំត្រូវតែចាត់ការអាម៉ាស៊ីនម្នាក់ឲ្យបងដែរហើយទៅក្រុមហ៊ុនចឹងអ៊ីគ្រប់ដណ្ដើមយកលទ្ធផលស្រាវជ្រាវរបស់បងបកគលឲ្យបងវិញអីយ៉ាបានហើយឯងមិនចាំបាច់ខ្វល់ទេមនុស្សថោកទាបនឹងគង់តែមានថ្ងៃអវសានទេហាជឿបងស្រីថ្ងៃស្អែកនេះគឺជាថ្ងៃអវសានរបស់គេកូនប្រុសថ្ងៃក្រោយទៅគ្រួសាររបស់យើងនឹងខ្លាចទៅជាអ្នកមានហើយតមកទៀតនេះសូមអញ្ជើញប្រធានក្រុមហ៊ុនចឹងអ៊ីគ្រប់ប្រគល់ពានរង្វាន់ជូនអ្នកស្រាវជ្រាវរបស់ពួកយើងឈប់សិនគេគ្មានសិទ្ធិនឹងទទួលពានរង្វាន់មួយនេះទេជាងស្ឈីដោយសារតែលទ្ធផលស្រាវជ្រាវមួយនេះគឺជារបស់ខ្ញុំតែមានរឿងអីកើតឡើងទៅខ្ញុំឲ្យយកបងនាងកុំបង្ករឿងឯកសារស្រាវជ្រាវទាំងអស់នេះគឺនៅក្នុងដៃរបស់ខ្ញុំអញ្ចឹងតើលោកអាចយកឯកសារស្រាវជ្រាវរបស់លោកចេញមកបានទេខ្ញុំមិនខ្លាចយ៉ាងទេឯកសារស្រាវជ្រាវទាំងអស់គឺនៅក្នុងប្រអប់កេះមួយនេះមិនក៏ឆក់អញ្ចឹងបាទសោះបានតែជិះទេពីព្រោះថាប្រអប់មួយនេះគឺមានតែស្នាមរៀបដៃអ្នកស្រាវជ្រាវពិតប្រាកដទេទើបអាចបើកវាបានលើរបស់គេឲ្យនៅមកទទួលរង្វាន់ទៀតពិតជាមិនចេះខ្មាស់គេមែនពិតជាខ្មាស់គេមែនគ្រាន់តែរង្វាន់មួយហ្នឹងកូនប្រុសរបស់ខ្ញុំគឺមានកូនស្រីគ្រួសារលីដែលជាគ្រួសារដែលមានដែរតើអ្នកមានកំពុងតែនិយាយពីខ្ញុំមែនទេ
ណាអូនកំមកទីនេះដែរ នេះនេះការពិតទាំងអស់ខ្ញុំបានដឹងហើយពីពេលនេះតទៅក៏បង្ហាញមកនៅចំពោះមុខខ្ញុំទៀតតាមពិតគឺជាមនុស្សបែបហ្នឹងតាពិតជាមិនចេះខ្លាចគេមែនសុំទោសផងខ្ញុំមុនហ្នឹងគឺបានធ្វើការ live បន្តផ្ទាល់ក្តីសម័យខ្លីទៅជាអ្នកមានរបស់លោកត្រូវរលាយអស់ហើយ នាងបំផាកអាពាហ៍ពិពាហ៍របស់ខ្ញុំគឺគ្មានបញ្ហាទេក្រុមហ៊ុនចឹងអីគ្រប់បានចោះតលេខាសហការជាមួយក្រុមហ៊ុនរបស់ខ្ញុំដែលមានតម្លៃជាង30លានក ងត្រាមួយហ្នឹងក៏ពីរបស់ខ្ញុំបានចុះហត្ថលេខាហើយលុយ30លាននាងតាមមកកាប់វិសិនក៏មិនទទួលបានដែរអញ្ចឹងកងត្រាមួយហ្នឹងត្រូវលុបចោល តើនាងគិតថានាងគឺជានរណាគេនិយាយថាលុបចោលក៏លុបចោលតែម្ដង អ្នកចូលរួមទាំងអស់សូមក្រោកឈរឡើងប្រាប់គេទៅថាខ្ញុំគឺជានរណាគេសួស្តីអ្នកនាងប្រធាន នាងគឺជាប្រធានក្រុមហ៊ុនចឹងអីគ្រប់គឺជាមហាស្ថិដែលមានជាគេបំផុតในទីក្រុងនេះ អីកូនប្រសាស្រីរបស់អ្នកម៉ាក់មុននឹងអ្នកម៉ាក់ធ្វើលេងទេសូមឲ្យមេត្តាពួកយើងទុកផ្លូវពួកយើងរូបផងណាបានតើនេះគឺមានបៀ3សន្លឹកមានតែមួយសន្លឹកទេដែលមិនសរសេរថាស្លាប់ ទុកឲ្យខ្ញុំរបៀកណ្ដាលអ្នកម៉ាក់ខ្ញុំពិតជាមានសំណាងល្អមែនពួកយើងមិនចាំបាច់ស្លាប់ទៀតទេ អ្នកទាំងពីរមិនចាំបាច់ស្លាប់ក៏ពិតមែនក៏ប៉ុន្តែរស់ពិបាកជាងស្លាប់នាំទៅ